ប្រាសាទអង្គរវត្តគឺជាប្រាសាទដ៏ធំបំផុតនិងស្ថិតក្នុងចំណោមប្រាសាទដ៏សំខាន់បំផុតនៅកម្ពុជាវាត្រូវបានសាងសង់ឡើងនៅសតវត្សទី12ដោយព្រះបាទសូវម័នទី2ដើម្បីឧទ្ទិសដល់ព្រះវិស្ណុប្រាសាទនេះគឺជាស្ថាបត្យកម្មខ្មែរបុរាណដ៏អស្ចារ្យនិងត្រូវបានចាត់ទុកថាជាកម្ពុជានៃសិល្បៈនិងវប្បធម៌ខ្មែរប្រវត្តិសង្ខេបការសាងសង់ប្រាសាទអង្គរវត្តត្រូវបានសាងសង់នៅដើមសតវត្សទី12ក្នុងរាជ្យព្រះបាទសូវម័នទី2គោលបំណងប្រាសាទនេះត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុដែលជាព្រះអាទិទេពហិណ្ឌូមួយអង្គស្ថាបត្យកម្មប្រាសាទអង្គរវត្តតំណាងឲ្យភ្នំសំរិនដែលជាភ្នំបរមសុខនៅក្នុងគម្ពីរហិណ្ឌូវាមានរចនាបថដ៏ស្មុគស្មាញនិងមានក្បូរក្បាច់ចម្លាក់ដ៏ល្អិតល្អន់សារៈសំខាន់ស្ថាបត្យកម្មជិតប្រាសាទអង្គរវត្តត្រូវបានគេស្គាល់ថាជាប្រាសាទដែលមានរចនាបថស៊ីមេទ្រីនិងមានក្បូរក្បាច់ចម្លាក់ដ៏ល្អប្រណិតសាសនាប្រាសាទនេះត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុប៉ុន្តែក្រោយមកត្រូវបានប្រែក្លាយជាប្រាសាទព្រះពុទ្ធសាសនាសម្បត្តិវប្បធម៌ប្រាសាទអង្គរវត្តត្រូវបានចុះបញ្ជីជាសម្បត្តិវប្បធម៌ពិភពលោកដោយអង្គការ UNESCO នៅឆ្នាំ1992ការរកឃើញឡើងវិញប្រាសាទអង្គរវត្តត្រូវបានបោះបង់ចោលក្នុងសតវត្សទី15និងត្រូវបានគេរកឃើញឡើងវិញនៅសតវត្សទី19ដោយអ្នករុករកបារាំងឈ្មោះអង់រីមូអ៊ុតទេសចរប្រាសាទអង្គរវត្តគឺជាកន្លែងទេសចរដ៏ពេញនិយមបំផុតនៅកម្ពុជានិងជាស្ថាបត្យកម្មដ៏អស្ចារ្យមួយដែលទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោកប្រាសាទអង្គរវត្តគឺជានិមិត្តរូបនៃវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរហើយវាបន្តជាកន្លែងដ៏សំខាន់សម្រាប់ការសិក្សានិងការទស្សនារបស់មនុស្សជាច្រើន